ពាក្យវប្បធម៌មានន័យថារបៀបរស់នៅនិងរបៀបប្រព្រឹត្តខុសគ្នារបស់មនុស្សក្នុងសង្គមដែលបង្កើតឡើងតាមបែបអប់រំប្រពៃណីទម្លាប់និងតម្លៃល្អៗគំនិតសំខាន់ៗអំពីវប្បធម៌ 1. ទម្លាប់និងប្រពៃណីរួមមានរបៀបធ្វើពិធីសម្លៀកបំពាក់របាំតន្ត្រីសិល្បៈជាតិ 2. របៀបគិតនិងតម្លៃសង្គមដូចជាការគោរពឪពុកម្ដាយការគោរពគ្នាទៅវិញទៅមកការអធ្យាស្រ័យនិងការអភ័យទោស 3. របៀបរស់នៅប្រចាំថ្ងៃការបរិភោគអាហាររបៀបនិយាយរបៀបស្នាក់នៅការអប់រំកូនចៅ 4. សិល្បៈនិងចំណេះដឹងរួមទាំងអក្សរសាស្ត្រស្ថាបត្យកម្មចំណេះដឹងបែបបុរាណការបង្កើតស្នាដៃតន្ត្រីនិងវិចិត្រសិល្បៈសរុបវប្បធម៌ជាសមាហរណនៃទាំងទម្លាប់តម្លៃអាកប្បកិរិយាសិល្បៈនិងចំណេះដឹងដែលធ្វើឲ្យសង្គមមួយមានអត្តសញ្ញាណពិសេសនិងខុសពីសង្គមផ្សេងៗពាក្យវប្បធម៌មានន័យថារបៀបរស់នៅនិងរបៀបប្រព្រឹត្តខុសគ្នារបស់មនុស្សក្នុងសង្គមដែលបង្កើតឡើងតាមបែបអប់រំប្រពៃណីទម្លាប់និងតម្លៃល្អៗគំនិតសំខាន់ៗអំពីវប្បធម៌ 1. ទម្លាប់និងប្រពៃណីរួមមានរបៀបធ្វើពិធីសម្លៀកបំពាក់របាំតន្ត្រីសិល្បៈជាតិ 2. របៀបគិតនិងតម្លៃសង្គមដូចជាការគោរពឪពុកម្ដាយការគោរពគ្នាទៅវិញទៅមកការអធ្យាស្រ័យនិងការអភ័យទោស 3. របៀបរស់នៅប្រចាំថ្ងៃការបរិភោគអាហាររបៀបនិយាយរបៀបស្នាក់នៅការអប់រំកូនចៅ 4. សិល្បៈនិងចំណេះដឹងរួមទាំងអក្សរសាស្ត្រស្ថាបត្យកម្មចំណេះដឹងបែបបុរាណការបង្កើតស្នាដៃតន្ត្រីនិងវិចិត្រសិល្បៈសរុបវប្បធម៌ជាសមាហរណនៃទាំងទម្លាប់តម្លៃអាកប្បកិរិយាសិល្បៈនិងចំណេះដឹងដែលធ្វើឲ្យសង្គមមួយមានអត្តសញ្ញាណពិសេសនិងខុសពីសង្គមផ្សេងៗ